ថ្នាក់ប្រហុកអ្នកបាត់ដំបងមនុស្សចុះបាយមកទៀតបងប្អូនក្លិនគេឡើងឈ្ងុយនៅពេលដែលយើងយកទៅខ្ចប់ជាមួយនឹងស្លឹកចេកបែបហ្នឹងបងប្អូនគឺថាអាំងទៅក្លិនឈ្ងុយមែនទែនរសជាតិឆ្ងាញ់តបជាមួយនឹងលក់ខ្ចីគឺថាឆ្ងាញ់មែនទែនបើមានគ្នា3 4នាក់វិញបងប្អូនហើយញ៉ាំចុះបាយសាហាវណាស់បងប្អូនថ្ងៃនេះនាំបងប្អូនមកធ្វើមុខម្ហូបមួយមុខសម្រាប់អ្នកបាត់ដំបងបងប្អូនឆ្ងាញ់មែនទែនមួយមុខនេះគេហៅថាខ្នប់ប្រហុកបងប្អូនណាការចម្អិនរបស់ខ្ញុំថ្ងៃនេះខ្ញុំប្រើជាមួយនឹងប្រេងអូលីវផ្សំចេញពីផ្លែអូលីវសុទ្ធ 100% បងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានអត់ប៉ះពាល់ដល់សុខភាពទេបងប្អូនហើយជំនួយដល់សុខភាពបេះដូងថែមទៀតផងអញ្ចឹងតើបងប្អូនទៅមើលពីការធ្វើខ្នប់ប្រហុកអ្នកបាត់ដំបងគេធ្វើបែបណាតោះអញ្ចឹងទៅជាមួយខ្ញុំទាំងអស់គ្នាហើយសម្រាប់គ្រឿងផ្សំទាំងអស់នេះបងប្អូនអាចរកទិញបាននៅផ្សារជីបម៉ុង Supermarketខ្នប់ខ្ញុំថ្ងៃនេះខ្ញុំប្រើសាច់ជ្រូក3ជាន់ប្រហុកហើយផ្សិតបងប្អូនដាក់ផ្សិតអីក៏បានដែរតាមការចូលចិត្តទេម្ជូរខ្ញុំប្រើម្ជូរកសាំងបងប្អូនអាចប្រើម្ជូរលឹកអំពិលក៏បានដែរគ្រឿងខ្មែរយើងគ្រឿងបុកហ្នឹងដាក់គ្រឿងឲ្យហើយអស់ចឹងមកយើងកិនតែក្លុកតែម្ដងមកគឺរួចរាល់ហើយខ្ញុំដាក់3ជាន់លេងតិចដែរ3ជាន់បងប្អូនចង់ច្រាំក៏បានហាន់ក៏បានតែខ្ញុំហាន់ស្ដើងតិចមកតែកន្លែងខ្លាញ់ខ្លាំងអញ្ចឹងខ្ញុំច្រាំបងប្អូនខ្ញុំប្រើផ្សិត2មុខបងប្អូនផ្សិតនេះ1មុខហើយនឹងផ្សិតច្បើ1មុខទៀតកាត់ជា2ក៏បានជា3ជា4ក៏បានដែរបងប្អូនតាមការចូលចិត្តទេហើយម្រះព្រៅទៀតមកហាន់ក៏បានអត់ក៏បានហាន់តូចតិចមកវាចូលគ្នាមួយសាច់ជ្រូកយើងហើយដោយសារយើងធ្វើខ្នប់អញ្ចឹងទុកវាធំពេកក៏អត់សូវឆ្ងាញ់ដែរអញ្ចឹងហើយហាន់វាតូចតិចមកបងប្អូនឥឡូវគ្រឿងយើងរួចរាល់ហើយឥឡូវនេះចាប់ផ្ដើមបុកគ្រឿងជាមួយនឹងម្ជូរកសាំងចូលគ្នាមកបងប្អូនខ្នប់បើសិនជាយើងស្ទើរជូរក៏អត់ឆ្ងាញ់ដែរអញ្ចឹងហើយរៀងដិតជូរបន្តិចបានឆ្ងាញ់ដាក់ប្រហុកចូលមកហើយប្រហុកហ្នឹងបងប្អូនដាក់លៃតាមសាច់ជ្រូកតាមផ្សិតរួចហើយយើងបុកចូលគ្នាជាមួយនឹងគ្រឿងម្ជូរគ្រឿងអីហ្នឹងបងប្អូនថែមប៊ីចេងស្ករអីឲ្យហើយណាហើយយើងបុកគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាមកចាំយើងថែមជាមួយនឹងសាច់ជ្រូកឥឡូវគ្រឿងយើងសព្វប៉ុណ្ណឹងហើយយើងថែមសាច់ជ្រូកយើងចូលមករួចហើយបុកសាច់ជ្រូកជាមួយនឹងគ្រឿងហ្នឹងបន្តិចសិនចាំយើងថែមផ្សិតឥឡូវនេះយើងថែមជាមួយផ្សិតយើងបុកចូលគ្នាឲ្យរៀងចូលជាតិគ្នាបន្តិចសិនមកបងប្អូនហើយម្រះព្រៅចុងក្រោយដាក់រៀងច្រើនបន្តិចក៏ល្អដែរណាមកមុខនេះម្រះព្រៅជួយក្លិនហើយធ្វើឲ្យខ្នប់យើងនឹងមានក្លិនឈ្ងុយល្អឆ្ងាញ់ណាបងប្អូនលើរួចរាល់ហើយយើងដាក់ផ្ទះតិចមកកូរតិចមកពេលអាំងទៅគឺឆ្ងាញ់ណាស់បងប្អូនប៉ុន្តែមុននឹងអាំងខ្ញុំត្រូវលេងឲ្យវាឆ្អិនសាច់បន្តិចសិនហើយសម្រាប់ការលេងនេះខ្ញុំប្រើជាមួយនឹងប្រេងអូលីវបងប្អូនអាចប្រើប្រាស់ប្រចាំថ្ងៃបានជួយដល់សុខភាពស្បែកសរសៃសក់បេះដូងអីចឹងណាបងប្អូនហើយជួយទប់គីឡូអត់ធ្វើឲ្យឡើងគីឡូទេបងប្អូនអាចរកទិញបាននៅគ្រប់សាខាផ្សារជីបម៉ុង Supermarket យើងដាក់ខ្នប់យើងចូលមកបងប្អូនយើងគ្រាន់តែធ្វើឲ្យឆ្អិនសាច់បន្តិចសិនហើយយើងធ្វើបែបនេះបងប្អូនងាយស្រួលទៀតដោយសារអីវាជួយឲ្យឆ្អិនសាច់ហើយយើងអាចភ្លក់ដឹងរសជាតិយើងអាចថែមថយរសជាតិបានទៀតផងគឺស្រួលមែនទែនពេលអាចសាត់នេះយើងដាក់អញ្ចឹងមកយើងកុំបុកយើងដាក់អញ្ចឹងមកសិនជាញ៉ាំទៅប៉ះមកក្របឆ្ងាញ់ណាពេលដែលយើងខ្ចប់យកទៅអាំងហើយឥឡូវយើងកូរតែប៉ុណ្្នឹងទេបងប្អូនណាយើងកូរអញ្ចឹងមកឆ្អិនសាច់មកល្មមប៉ុណ្្នឹងមកយើងអាចនឹងដាក់ខ្ចប់យកទៅដុតបន្តទៀតបងប្អូនអាចអាំងជាមួយនឹងធ្យូងឬក៏អូវិននេះជាជម្រើសមួយដែរបើសិនជាអត់មានអូវិនទេអាចធ្វើបែបហ្នឹងបានទៀតដុតឲ្យមានក្លិនឈ្ងុយពីស្លឹកចេកពីអីចឹងមកវាធ្វើមុខម្ហូបខ្នប់យើងមានរសជាតិកាន់តែឆ្ងាញ់ហើយឈ្ងុយជាងយើងយកមកកូរក្នុងឆ្នាំងធម្មតាហើយយើងយកទៅញ៉ាំបងប្អូនហើយយើងដាក់ភ្លើងមកល្មមបងប្អូនកុំខ្លាំងពេកកុំតិចពេកអញ្ចឹងដោយសារសាច់ខ្នប់យើងឆ្អិនបាន 50-60% អញ្ចឹងហើយអត់បារម្ភខ្លាចឆៅណាឆ្អិនណាបងប្អូនខ្នប់នេះមិនតូចដូចគេលក់ណាបងប្អូនធំលើកតែអត់ប្រយ័ត្នហ្នឹងគឺថាបែកធ្លាយអស់ហើយក្លិនវិញបងប្អូនហើយនិយាយពីថាឈ្ងុយដូចយើងអាំងនៅលើខ្ជុំដូចគ្នាអត់ខុសគ្នាទេចាំមើលយើងមកមើលសម្រស់នៅខាងក្នុងតំណងតិចអីបងប្អូនហើយណែមកហូបបែបនេះចុះបាយខ្លាំងហ៎បងប្អូនគ្រាន់តែឃើញក៏គួរឲ្យចង់ញ៉ាំដែរនេះ
បន្លែយើងចូលចិត្តញ៉ាំអីដាក់ហ្នឹងមកបងប្អូនបន្តិចមកខ្ញុំថ្ងៃនេះមានពពាយមានត្រប់ការ៉ុតហើយសណ្តែកគួរបន្តិចមកទៅសក់យើងតិចទៀតមកបងប្អូនមើលតំណងដែរអត់នៅខាងក្រៅឈ្ងុយខ្លាំងមែនទែនណាបងប្អូនណារួចដល់បងប្អូនខ្នប់ប្រហុកនេះបាត់ដបងតំណងមែនទែនក្លិនឈ្ងុយខ្លាំងណាបងប្អូនហើយម្នាក់ឆ្ងាញ់ណាស់ឆ្ងាញ់មែនទែនជូរក៏ល្មមអត់ដិតខ្លាំងទេអញ្ចឹងយកប៉ុណ្ណឹងមកឆ្ងាញ់ហើយយើងដាក់ម្ទេសតិចៗមកបងប្អូនណាឆ្ងាញ់មែនទែនហើយទេឡើងឈ្ងុយហ្មងនេះជារបៀបធ្វើខ្នប់ប្រហុកអ្នកបាត់ដំបងរបស់ខ្ញុំសម្រាប់ខ្ញុំផ្ទាល់តែម្ដងបងប្អូនខ្ញុំធ្វើបែបហ្នឹងដូចបញ្ជាក់មួយបងប្អូនចឹងយើងអាំងមួយស្លឹកចេកចឹងក្លិនឈ្ងុយខ្លាំងមែនទែនតាមពិតថ្ងៃនេះចង់អាំងជាមួយស្លឹកល្មៀតតែរកស្លឹកល្មៀតអត់បានក៏អាំងមួយស្លឹកចេកទៅសម្រាប់វីដេអូថ្ងៃនេះក៏អរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ